សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នានេះថ្ងៃដំបូងបន្ទាប់ពីយើងភេសតទៅ20ថ្ងៃជាងណាហើយមកដល់ផ្ទះតែពីថ្ងៃទី1ទេកុំតែឡាយដេកទន្ទឹងគិតថាគេរត់ទៀតឬមួយយ៉ាងណាដេកគិតយូរណាស់ពេក3 4ថ្ងៃអស់លុយចាយសម្រាប់ចិត្តថាថ្ងៃនេះទៅលក់ថ្ងៃដំបូងចាប់ផ្ដើមទៅរមើលរបស់លក់មិនបានច្រើនមុខដូចពីមុនទេបងប្អូនដោយសារថាដែលសង្គ្រាមទៅគេម៉ួយដែលទៅយោគាត់មិនបានគ្រប់គ្នាហើយមិនបានច្រើនមុខទេនេះបានតាមការមើលឃើញនេះមានប្រុសក្មេងគេជួយចិត្តមកកាក់ទៀតថាធ្វើអីទេជួយរហូតតែច្រើនណាស់ជួយរហូតការងារនេះខ្ញុំពងចិត្តមនុស្សមានចិត្តច្រើនទេ4ផ្លែនេះថ្ងៃមិញលក់អត់គ្រប់គ្នាផងហើយយើងចិត្តរួចលៀងដាក់ចិត្តចម្រុះរួចយើងចាប់ផ្ដើមច្រកថងច្រកអីទៅយួរនេះរនងបាន4 10 20ថងដែរបងប្អូនថ្ងៃមិញចាប់ផ្ដើមដាក់លើម៉ូតូហើយយើងចេញដំណើរទៅលក់នៅផ្សារចេញលក់មុំមួយស្អីក៏លក់ដែរបងប្អូននៅឃើញហើយជួយទិញផងណានៅខាងផ្សារសំរងយើងនេះបងប្អូនមកជូរមួយថង2,500បងប្អូនអាចទិញលើនោះក៏បានលក់ទាំងអស់អរគុណបងប្អូនជម្រាបលា